ការជំងឺសេមាន់អាចរួមភេទបានអត់ការជំងឺសេមាន់អាចរួមភេទបានអត់មានអ្នកណាហាមយើងមិនឲ្យរួមភេទទេតែដាច់ខាតបើមិនចង់ឲ្យជំងឺនឹងឆ្លងរីករាលដាលកាន់តែខ្លាំងត្រូវតែប្រើប្រាស់ស្រោមការពារស្រោមអនាម័យឲ្យបានត្រឹមត្រូវមិនថាទៅរស់នៅជាមួយបរិសក៏ដោយមិនថាទៅរស់នៅជាមួយស្ត្រីក៏ដោយបរិសនិងបរិសក៏ដោយបើភាគីខាងណាម្នាក់ដឹងតែខ្លួនឯងកើតជំងឺនឹងហើយដាច់ខាតត្រូវតែប្រើប្រាស់ស្រោមការពារព្រោះជំងឺនេះឆ្លងលឿនបំផុតគឺតាមរយៈការរួមភេទបើបងប្អូននៅតែព្យាយាមរស់នៅជាមួយគ្នាទាំងដែលដឹងតែខ្លួនឯងកំពុងតែផ្ទុកមេរោគបងប្អូនព្យាបាលជំងឺនឹងអត់ជាដាច់ទេហើយជំងឺនេះបើនិយាយឲ្យស្រួលស្ដាប់បងប្អូនដឹងទេវាមានមេរោគនៅក្នុងឈាមយើងណាបើយើងឆ្លងទៅឆ្លងមករ៉ាំរ៉ៃរាងកាយយើងខ្សោយយើងពុំទទួលការព្យាបាលបានត្រឹមត្រូវបងប្អូននឹងអាចកើតជំងឺមួយនេះពេញមួយជីវិតបានហើយអ្វីដែលសំខាន់ជំងឺសេមាន់បង្កដោយពពួក virus HPV ដែលជាមេរោគមហារីកលំដាប់ទី2លើពិភពលោកបើយើងកើតដុសសាច់សេមាន់កាន់តែខ្លាំងរីករាលដាលទៅជាតបៅបងប្អូនអាចប៉ះពាល់ជាមួយនឹងមហារីកបានហើយបើបងប្អូនព្យាបាលទៅលើជំងឺសេមាន់ដាច់ខាតបងប្អូនក៏ត្រូវតែចាក់វ៉ាក់សាំងបង្ការបន្ថែមទៀតដែរហើយសួរថាជំងឺនេះអាចជាដាច់អត់អាចជាដាច់បើកើតទាំងពីរនាក់ត្រូវតែព្យាបាលទាំងពីរនាក់បើព្យាបាលតែម្នាក់ជាតែម្នាក់នៅមានជំងឺពេលរស់នៅជាមួយគ្នានៅតែឆ្លងជំងឺនឹងដដែលហើយការព្យាបាលមានច្រើនវិធីសាស្ត្រអាស្រ័យទៅលើកម្រិតជំងឺសេមាន់បងប្អូនកើតហើយបងប្អូនណាខ្លះកំពុងតែព្យាយាមស្វែងរកដំណោះស្រាយចង់ឲ្យជាទៅលើជំងឺសេមាន់ខ្ញុំមានវិធីអាចជួយបានប៉ុន្តែជាដំបូងសូមប្រឹក្សាយោបល់ជាមួយបងប្អូនជាមុនសិនចាំខ្ញុំណែនាំបងប្អូនថាអូបងប្អូនគួរទៅពេទ្យណាល្អគួរធ្វើបែបណាបានផលហើយបើបងប្អូនចង់ដឹងកាន់តែច្បាស់ស៊ីជម្រៅទៅលើជំងឺសេមាន់ណាអាចសួរនាំនាងខ្ញុំបានការជំងឺសេមាន់អាចរួមភេទបានអត់ការជំងឺសេមាន់អាចរួមភេទបានអត់មានអ្នកណាហាមយើងមិនឲ្យរួមភេទទេតែដាច់ខាតបើមិនចង់ឲ្យជំងឺនឹងឆ្លងរីករាលដាលកាន់តែខ្លាំងត្រូវតែប្រើប្រាស់ស្រោមការពារស្រោមអនាម័យឲ្យបានត្រឹមត្រូវមិនថាទៅរស់នៅជាមួយបរិសក៏ដោយមិនថាទៅរស់នៅជាមួយស្ត្រីក៏ដោយបរិសនិងបរិសក៏ដោយបើភាគីខាងណាម្នាក់ដឹងតែខ្លួនឯងកើតជំងឺនឹងហើយដាច់ខាតត្រូវតែប្រើប្រាស់ស្រោមការពារព្រោះជំងឺនេះឆ្លងលឿនបំផុតគឺតាមរយៈការរួមភេទបើបងប្អូននៅតែព្យាយាមរស់នៅជាមួយគ្នាទាំងដែលដឹងតែខ្លួនឯងកំពុងតែផ្ទុកមេរោគបងប្អូនព្យាបាលជំងឺនឹងអត់ជាដាច់ទេហើយជំងឺនេះបើនិយាយឲ្យស្រួលស្ដាប់បងប្អូនដឹងទេវាមានមេរោគនៅក្នុងឈាមយើងណាបើយើងឆ្លងទៅឆ្លងមករ៉ាំរ៉ៃរាងកាយយើងខ្សោយយើងពុំទទួលការព្យាបាលបានត្រឹមត្រូវបងប្អូននឹងអាចកើតជំងឺមួយនេះពេញមួយជីវិតបានហើយអ្វីដែលសំខាន់ជំងឺសេមាន់បង្កដោយពពួក virus HPV ដែលជាមេរោគមហារីកលំដាប់ទី2លើពិភពលោកបើយើងកើតដុសសាច់សេមាន់កាន់តែខ្លាំងរីករាលដាលទៅជាតបៅបងប្អូនអាចប៉ះពាល់ជាមួយនឹងមហារីកបានហើយបើបងប្អូនព្យាបាលទៅលើជំងឺសេមាន់ដាច់ខាតបងប្អូនក៏ត្រូវតែចាក់វ៉ាក់សាំងបង្ការបន្ថែមទៀតដែរហើយសួរថាជំងឺនេះអាចជាដាច់អត់អាចជាដាច់បើកើតទាំងពីរនាក់ត្រូវតែព្យាបាលទាំងពីរនាក់បើព្យាបាលតែម្នាក់ជាតែម្នាក់នៅមានជំងឺពេលរស់នៅជាមួយគ្នានៅតែឆ្លងជំងឺនឹងដដែលហើយការព្យាបាលមានច្រើនវិធីសាស្ត្រអាស្រ័យទៅលើកម្រិតជំងឺសេមាន់បងប្អូនកើតហើយបងប្អូនណាខ្លះកំពុងតែព្យាយាមស្វែងរកដំណោះស្រាយចង់ឲ្យជាទៅលើជំងឺសេមាន់ខ្ញុំមានវិធីអាចជួយបានប៉ុន្តែជាដំបូងសូមប្រឹក្សាយោបល់ជាមួយបងប្អូនជាមុនសិនចាំខ្ញុំណែនាំបងប្អូនថាអូបងប្អូនគួរទៅពេទ្យណាល្អគួរធ្វើបែបណាបានផលហើយបើបងប្អូនចង់ដឹងកាន់តែច្បាស់ស៊ីជម្រៅទៅលើជំងឺសេមាន់ណាអាចសួរនាំនាងខ្ញុំបាន